រងថ្ងៃមកដល់គ្នាគឺខ្ញុំប្រើបាន4ឆ្នាំហើយខ្ញុំប្រើ4ឆ្នាំហើយសម្រាប់ប្រភេទនេះគឺមានអូម capacitor យ៉ូតនិងសំឡេងអញ្ចឹងយើងការចុចលើនេះមកអូខេចាំបន្តិចពុកម៉ែបងប្អូនគ្នានេះគឺការវាស់យ៉ូតពុកម៉ែបងប្អូនគ្នាជំរាបសួរពុកម៉ែបងប្អូនគ្នាជួបគ្នាvớiខ្ញុំនៅវីដេអូដំបូងនេះគឺជា channel ថ្មីដែលខ្ញុំបង្ហាញអំពីរបៀបនៃការប្រើប្រាស់សម្រាប់វីដេអូនេះគឺខ្ញុំបង្ហាញអំពីរបៀបនៃការប្រើប្រាស់ប្រភេទ digital club meter ដែលយើងហៅថា ohm meter នេះ digital club meter គឺម៉ាក NJTY គឺនៅក្នុងប្រអប់គឺមានប៉ុណ្ណេះគឺនេះគឺថ្មីដែលខ្ញុំកំទិញនេះគឺជាសភៅណែនាំហើយនេះ QC Pass អញ្ចឹងទុកប្រអប់ម្ដងធ្វើការបើកនៅកាបូបនេះមកដើម្បីធ្វើការយក multimeter digital kilometer នៅក្នុងនេះគឺមានខ្សែ2នេះគឺជាខ្សែសម្រាប់តេស្តសំណើមពុកម៉ែបងប្អូនទាំងគ្នាគឺសម្រាប់តេស្តស្ថានភាពសំណើមអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងឥឡូវខ្ញុំធ្វើការទុកកាបូបនៅក្នុងនេះគឺមានអូម៉ែត្រមួយអញ្ចឹងនេះគឺថ្មីពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំមិនបានដាក់ថ្មប្រើទេអញ្ចឹងនេះយើងធ្វើការដាក់ថ្មមកហើយនេះគឺជាខ្សែពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងឥឡូវខ្ញុំសូមបង្ហាញមុខងារសិនដោយសារខ្ញុំមានអូម៉ែត្រនឹងមួយទៀតពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងដល់ពេលខ្ញុំបង្ហាញខ្ញុំនឹងធ្វើការយកអូម៉ែត្រចាស់មកនេះគឺខ្ញុំអត់ដាក់ថ្មទេបើសិនជាពុកម៉ែបងប្អូនទាំងគ្នាត្រូវការអាច comment នៅខាងក្រោមវីដេអូនេះបានអញ្ចឹងសម្រាប់ NJTY 3266 TD គឺមានមុខងារជាច្រើនមែនតើដែលខ្ញុំចាប់ផ្ដើមរាប់ពីមុខងារដំបូងគឺ NCV ដែលពុកម៉ែបងប្អូនគ្នាឃើញទេខ្ញុំបង្វល់មកចាគឺ NCV គឺសម្រាប់តេស្តខ្សែប្រភេទសម្រាប់ខ្សែភ្លើងយើងនៅពេលដែលយើងដាក់នៅលើខ្សែភ្លើងមកនៅពេលខ្សែភ្លើងនឹងមានភ្លើងគឺវានឹងរំសញ្ញាទឺដែរពុកម៉ែបងប្អូនគ្នាយើងយកកន្លែងនេះដាក់ចឹងណាយើងគាត់តែដាក់នៅចិត្តហ្នឹងដូចយើងរាវចឹងពុកម៉ែបងប្អូនគ្នាយើងដាក់មកនៅពេលដែលមានភ្លើងគឺនឹងលោតទៀតដែរពុកម៉ែបងប្អូនគ្នាអញ្ចឹងនេះគឺការវាស់បែសម្រាប់ចរន្ត AC របស់យើងពុកម៉ែបងប្អូនគ្នាចរន្តឆ្លាស់របស់យើងគឺទឹកអាឡូនេះគឺសម្រាប់វាស់អំពែរបស់ AC អញ្ចឹងបន្តមកទៀតនេះគឺប្រេកង់ទី3នេះគឺប្រេកង់និងវ៉ល AC ពុកម៉ែបងប្អូនគ្នាគឺវ៉លចរន្តឆ្លាស់របស់យើងគឺ230វ៉លហ្នឹង230វ៉ល400វ៉លអញ្ចឹងពុកម៉ែបងប្អូនគ្នាអញ្ចឹងយើងធ្វើការវាស់កន្លែងហ្នឹងមកយើងការកាច់មកកលិបហ្នឹងមកគឺវេមានតែកឡោកពីលើពុកម៉ែបងប្អូនគ្នាដែលខ្ញុំបង្ហាញអញ្ចឹងពុកម៉ែបងប្អូនគ្នានេះអញ្ចឹងសម្រាប់ទី4គឺ volt DC មានន័យថាភ្លើង12 volt 24 volt អញ្ចឹងពុកម៉ែបងប្អូនគ្នា volt DC ពុកម៉ែបងប្អូនគ្នាការវាស់គុយឬក៏វាស់ថ្មបាត់ឬក៏អីចឹងពុកម៉ែបងប្អូនគ្នាធ្វើការកាច់មកវេដែលមានត្រេពីនៅលើពុកម៉ែបងប្អូនគ្នាអញ្ចឹងសម្រាប់នៅកន្លែងនេះគឺមានការវាស់យ៉ូតវាស់ capacitor វាស់អូមនិងវាស់ខ្សែដាច់អីចឹងពុកម៉ែបងប្អូនគ្នាគឺសលេងពុកម៉ែបងប្អូនគ្នានៅកន្លែងហ្នឹងគឺមានមុខងារ4អញ្ចឹងដល់ពេលដល់កន្លែងហ្នឹងយើងចុច function មកវាមានដូរតាមហ្នឹងហើយអញ្ចឹងទីទៀតខ្ញុំធ្វើការយកអូម៉ែត្រមកបង្ហាញពុកម៉ែបងប្អូនគ្នានៅពេលយើងកាច់ទៅវាលោតមិនអញ្ចឹងណាអញ្ចឹងកន្លែងនេះគឺវាស់ប្រេកង់រហូតប្រេកង់ភ្លើង AC របស់យើងគឺពីភ្លើង230វ៉លរបស់យើងគឺ50 amp អញ្ចឹងណាពុកម៉ែបងប្អូនគ្នាអញ្ចឹងចុងក្រោយគេនេះគឺវាស់ស្ថានភាពគឺគេមាន Fahrenheit និងអង្សាសេអញ្ចឹងពុកម៉ែបងប្អូនគ្នាយើងធ្វើការវាស់យើងធ្វើការកាច់មកកលិបនឹងមកគឺមាន C និង F អញ្ចឹងណាហើយកន្លែងនេះគឺមាន hole និងភ្លើងពុកម៉ែបងប្អូនគ្នាដល់ពេលយើងវាស់ដល់យើងចង់ចុច scope ដល់យើង230វ៉លយើងចុច hole មកមានន័យថាវា scope លេខហ្នឹងនៅប៉ុណ្្នឹងហើយពុកម៉ែបងប្អូនគ្នាអញ្ចឹងហើយយើងចុចចុះក៏មានភ្លើងដែរកន្លែងហ្នឹងណាអញ្ចឹងអានេះគឺមុខងារ real នេះគឺខ្សែខំនេះគឺខ្សែក្រហមរបស់យើងខ្សែខំខ្សែខ្មៅអញ្ចឹងនេះគឺខ្សែក្រហមអញ្ចឹងនេះគឺ6 volt អញ្ចឹងពុកម៉ែបងប្អូនគ្នាដូចគេបញ្ជាក់អញ្ចឹង
អូម៉ែតនេះដែលយើងអាចប្រើបានចឹងថ្មនេះខ្សែចឹងខ្ញុំនឹងធ្វើការយកអូម៉ែតដែលខ្ញុំប្រើរាល់ថ្ងៃយកមកបង្ហាញពុកម៉ែបងប្អូនគ្នានៅពេលដែលយើងកាច់ហ្នឹងហើយពុកម៉ែបងប្អូនគ្នានេះគឺជាអូម៉ែតដែលខ្ញុំយកប្រើរាល់ថ្ងៃពុកម៉ែបងប្អូនគ្នាគឺខ្ញុំប្រើបាន4ឆ្នាំហើយខ្ញុំប្រើ4ឆ្នាំហើយសម្រាប់ប្រភេទនេះគឺអានេះខ្ញុំដាក់ថ្មហើយពុកម៉ែបងប្អូនគ្នាសេរីថ្មីគឺ10កន្លែងមុខឆៅគឺនៅខាងលើពុកម៉ែបងប្អូនគ្នានេះគឺសេរីចាស់គឺនៅខាងក្រោមអញ្ចឹងសម្រាប់ការបង្វិលប្រភេទចាស់គឺតឹងពុកម៉ែបងប្អូនគ្នាតែសម្រាប់ប្រភេទថ្មីគឺបង្វិលរៀងធូរចឹងនេះ NCV មានន័យថាសម្រាប់វាស់ភ្លើងនៅពេលដែលយើងធ្វើការយកអូម៉ែតហ្នឹងទៅដាក់ជាប់នៅខ្សែដែលកំពុងតែមានភ្លើងគឺនឹងលោតសញ្ញាតិចទៀតទេអញ្ចឹងនៅពេលដែលអត់ភ្លើងគឺអត់លោតទេបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់កន្លែង NCV នេះគឺលោត EF បងប្អូនទាំងគ្នាដែលពុកម៉ែបងប្អូនទាំងគ្នាឃើញអញ្ចឹងនេះគឺ EF ដែលយើងឃើញហ្នឹងនៅក្នុងវីដេអូអញ្ចឹងនេះគឺអំពែកាច់មកទី2គឺអំពែបងប្អូនទាំងគ្នានេះគឺអំពែនៅកន្លែងនេះគឺលោតអូខេអត់សូវច្បាស់បងប្អូនទាំងគ្នាគឺដាក់អូតូអូខេខ្ញុំចុចបើកភ្លើងមួយហើយនេះគឺគេដាក់ AC គឺមានលោតអំពែអញ្ចឹងបងប្អូនទាំងគ្នាអញ្ចឹងយើងធ្វើការវាស់អំពែ AC យើងធ្វើការកាច់មក A ឆ្លាស់នឹងមកបងប្អូនទាំងគ្នា A មានទឹកឡុកពីលើហ្នឹងណាហើយសម្រាប់យើងធ្វើការវាស់តង់សុងវាស់ភ្លើង AC ភ្លើងចរន្តឆ្លាស់របស់យើង230វ៉ុលយើងកាច់មកទី3គឺ V មានទឹកឡុកពីលើហ្នឹងបងប្អូនទាំងគ្នាហ្នឹងហើយបងប្អូនទាំងគ្នាអាចធ្វើការកាច់មកបានអូខេដូចខ្ញុំបង្ហាញអញ្ចឹងនេះបងប្អូនទាំងគ្នាអញ្ចឹងនៅកន្លែងនេះគឺ load volt ហើយបងប្អូនទាំងគ្នាគឺដាក់វាអញ្ចឹងទី4នេះគឺតង់សុង DC យើងធ្វើការវាស់ DC ភ្លើងអគុយ24វ៉ុល12វ៉ុលឬថ្មអញ្ចឹងបងប្អូនទាំងគ្នាហើយសម្រាប់មុខងារនៅកន្លែងទី5នេះគឺមាននេះគឺអូមយើងចុចមកនេះអូខេបងប្អូនទាំងគ្នាគឺខ្ញុំបង្ហាញនេះគឺអូមកន្លែងនេះគឺមានអូម capacitor យ៉ូតនិងសំឡេងអញ្ចឹងយើងធ្វើការចុចលើនេះមកអូខេចាំតិចបងប្អូនទាំងគ្នានេះគឺការវាស់យ៉ូតបងប្អូនទាំងគ្នាហើយយើងចុចមួយទៀតមកគឺវាស់សំឡេងមួយទៀតគឺ capacitor បងប្អូនទាំងគ្នាអញ្ចឹងយើងធ្វើការចុចតាមនឹងមកហើយនេះគឺការវាស់ប្រេកង់ហើយនេះគឺវាស់ស្ថានភាពបងប្អូនទាំងគ្នាដោយស្ថានភាពនៅនេះអញ្ចឹងគឺ27ហើយក៏ខ្ញុំមិនប្រកាសថាត្រូវ 100% ដែរបងប្អូនទាំងគ្នាអញ្ចឹងគ្រាន់តែឧបករណ៍អូម៉ែតមួយនេះគឺមានមុខងារហ្នឹងអញ្ចឹងបងប្អូនទាំងគ្នាអញ្ចឹងវីដេអូនៃការបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសម្រាប់វីដេអូក្រោយខ្ញុំបង្ហាញការវាស់ភ្លើង AC 230វ៉ុលនិងការវាស់ថ្មវាស់អញ្ចឹងបងប្អូនទាំងគ្នាចឹងបើសិនជាវីដេអូនេះមានប្រយោជន៍ពុកម៉ែបងប្អូនកុំភ្លេចជួយចុច Subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗអំពី Channel របស់ខ្ញុំបាទថែមទៀតណាពុកម៉ែបងប្អូនគ្នា